មុននឹងយើងស្វែងយល់ប្រធានបទជាមួយគ្នាដែលមានចំណងជើងថាតើព្រះជាអ្នកណាសូមបងប្អូនទាំងអស់គ្នាចូលទៅកាន់ខគម្ពីរជាមួយខ្ញុំជាមុនសិននៅក្នុងលោកុបាទជំពូក1ខ1ការដើមដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃនិងផែនដីចាប់តាំងពីបុរាណកាលរហូតដល់បច្ចុប្បន្នមនុស្សជាតិនៅលើសកលលោកតែងតែមានការស្វែងយល់និងបង្កើតទស្សនៈផ្សេងៗគ្នាអំពីការបង្កើតឬអ្នកគ្រប់គ្រងចក្រវាឡដែលជាទូទៅតែងតែហៅថាព្រះការស្វែងយល់អំពីអត្តសញ្ញាណនិងសភាវៈពិតនៃព្រះគឺជាចំណុចស្នូលដ៏សំខាន់មួយក្នុងការយល់ដឹងអំពីអត្ថន័យនៃជីវិតនិងជំនឿនៅក្នុងសេចក្តីបង្រៀននៃព្រះគម្ពីរតើព្រះជាអ្នកណាហើយទ្រង់មានលក្ខណៈសម្បត្តិនិងទំនាក់ទំនងយ៉ាងដូចម្តេចខ្លះជាមួយនឹងមនុស្សជាតិដើម្បីឆ្លើយតបទៅនឹងសំណួរដ៏ជ្រាលជ្រៅនេះយើងសូមអញ្ជើញលោកអ្នកបងប្អូនមកពិចារណាលើចំណុចសំខាន់ៗដែលព្រះគម្ពីរបានចែងទុកដូចខាងក្រោមចំណុចទី1ព្រះជាព្រះអធិការនិងជាអ្នកបង្កើតសកលលោកជាដំបូងដើម្បីស្វែងយល់អំពីអត្តសញ្ញាណរបស់ព្រះយើងត្រូវពិនិត្យមើលទៅលើដើមចមនៃសកលលោកដែលបទគម្ពីរបានចែងអំពីការបង្កើតយ៉ាងច្បាស់លាស់ជាមួយនៅក្នុងលោកុបាទជំពូក1ខ1ដដែលកាលដើមដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃនិងផែនដីខគម្ពីរនេះបញ្ជាក់ថាព្រះទ្រង់ជាអធិការគឺមានវត្តមានតាំងពីមុនពេលមានពេលវេលានិងសកលលោកទ្រង់ជាប្រភពដើមនៃជីវិតនិងអ្វីៗទាំងអស់ដែលស្ដែងឡើងនៅក្នុងផ្ទៃមេឃនិងផែនដីការបង្កើតនេះបង្ហាញពីឫទ្ធានុភាពដ៏មហិមានិងប្រាជ្ញាញាណដ៏ជ្រាលជ្រៅរបស់ទ្រង់ដែលបានរៀបចំសកលលោកឲ្យមានរបៀបរៀបរយនិងមានសមតុល្យដ៏ល្អប្រសើរបន្ថែមលើការបង្កើតសកលលោកទាំងមូលព្រះក៏បានបង្កើតមនុស្សឲ្យមានលក្ខណៈពិសេសប្លែកពីអ្វីផ្សេងទៀតផងដែរយើងមើលនៅក្នុងលោកុបាទជំពូក1ខ27ទ្រង់ក៏បង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯងក៏បង្កើតគេឡើងជាប្រុសជាស្រីនៅក្នុងបទគម្ពីរនេះបញ្ជាក់ថាមនុស្សត្រូវបានបង្កើតឡើងតាមរូបអង្គទ្រង់នេះបញ្ជាក់ថាព្រះទ្រង់ជាព្រះដែលមានព្រះភិក្ខមានការគិតមានអារម្មណ៍និងមានឆន្ទៈហើយទ្រង់បានផ្ដល់នូវសេចក្តីថ្លៃថ្នូរនិងតម្លៃយ៉ាងខ្ពង់ខ្ពស់ដល់មនុស្សគ្រប់រូបដើម្បីឲ្យមានទំនាក់ទំនងនិងអាចធ្វើការល្អដោយឆ្លុះបញ្ចាំងពីគុណធម៌របស់ទ្រង់មិនត្រឹមតែមនុស្សដែលត្រូវបានបង្កើតតាមរូបអង្គទ្រង់ប៉ុណ្ណោះទេប៉ុន្តែតាមរយៈអ្វីដែលព្រះបានបង្កើតយើងក៏អាចស្គាល់ព្រះជាស្តានិងព្រះនិស្ស័យរបស់ទ្រង់បានផងដែរយើងមើលនៅក្នុងរ៉ូមជំពូក1ខ20ត្បិតអ្វីៗរបស់ទ្រង់ដែលរកមើលមិនឃើញតាំងពីដើមកំណើតលោកីមកទោះទាំងព្រះជាស្តាដ៏នៅអកលជានិច្ចនិងនិស្ស័យជាព្រះរបស់ទ្រង់នោះឃើញច្បាស់វិញដោយពិចារណាយល់របស់ទាំងប៉ុន្មានដែលទ្រង់បានបង្កើតមកទោះបីជាយើងមើលមិនឃើញព្រះដោយផ្ទាល់ភ្នែកក៏ដោយក៏ព្រះជាស្តានិងព្រះនិស្ស័យរបស់ទ្រង់អាចស្គាល់តាមរយៈអ្វីៗដែលទ្រង់បានបង្កើតសកលលោកធម្មជាតិនិងសភាវៈទាំងឡាយសុទ្ធតែបង្ហាញពីប្រាជ្ញាអំណាចនិងភាពអស្ចារ្យរបស់ព្រះដូច្នេះការបង្កើតគឺជាសក្ខីភាពដែលបង្ហាញថាមានព្រះអម្ចាស់ជាអ្នកបង្កើតនិងគ្រប់គ្រងអ្វីៗទាំងអស់សរុបមកតាមរយៈចំណុចខាងលើយើងអាចយល់បានថាព្រះជាអ្នកបង្កើតដ៏មានអំណាចនិងជាប្រភពនៃជីវិតទាំងអស់ទ្រង់មិនត្រឹមតែជាម្ចាស់លើធម្មជាតិប៉ុណ្ណោះទេប៉ុន្តែជាព្រះអធិការដែលបានបង្កើតអ្វីៗទាំងអស់ដោយប្រាជ្ញាបំណងប្រាថ្នានិងសេចក្តីស្រឡាញ់ដូច្នេះមនុស្សគួរទទួលស្គាល់ព្រះអធិការគោរពថ្វាយសេរីល្អដល់ទ្រង់និងរស់នៅស្របតាមបំណងព្រះハរតីរបស់ទ្រង់ចំណុចទី2ព្រះជាសេចក្តីស្រឡាញ់និងជាប្រភពនៃសេចក្តីសុចរិតក្រៅពីអំណាចក្នុងការបង្កើតដើម្បីស្គាល់ព្រះឲ្យកាន់តែច្បាស់យើងត្រូវពិនិត្យមើលអំពីសភាវៈនិងចិត្តគំនិតរបស់ទ្រង់ចំពោះមនុស្សជាតិយើងមើលនៅក្នុងយ៉ូហានខ្សែទី1ជំពូក4ខ8តែអ្នកណាដែលគ្មានសេចក្តីស្រឡាញ់នោះមិនស្គាល់ព្រះវិញពីព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់នោះឯងខគម្ពីរនេះបានបញ្ជាក់យ៉ាងខ្លីតែមានន័យជ្រៅថាព្រះទ្រង់ជាសេចក្តីស្រឡាញ់នេះចង្អុលបង្ហាញថាសេចក្តីស្រឡាញ់មិនមែនគ្រាន់តែជាសកម្មភាពមួយរបស់ទ្រង់នោះទេប៉ុន្តែជាសភាវៈពិតនិងជាធម្មជាតិដើមរបស់ព្រះម្ចាស់សេចក្តីស្រឡាញ់របស់ទ្រង់គឺជាសេចក្តីស្រឡាញ់ដែលបរិសុទ្ធគ្មានលក្ខខណ្ឌនិងតែងតែប្រាថ្នាឲ្យមនុស្សជាតិទទួលបាននូវសេចក្តីសុខនិងការផ្លាស់ប្ដូរជីវិតទៅរកការល្អទន្ទឹមនឹងនេះសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនេះមិនមែនគ្រាន់តែជាគំនិតអរូបីនោះទេ
ប៉ុន្តែត្រូវបានស្ដែងចេញយ៉ាងជាក់ស្ដែងនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិជាមួយនៅក្នុងយ៉ូហានចំពុក3ខ16ត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញបទគម្ពីរនេះបានរៀបរាប់អំពីការលះបង់ដ៏ធំធេងនៃសេចក្តីស្រឡាញ់របស់ព្រះតាមរយៈការបញ្ជូនព្រះយេស៊ូវគ្រីស្ទមកកាន់ពិភពលោកការនេះបង្ហាញថាព្រះជាព្រះដែលស្វែងរកនិងប្រាថ្នាចង់សង្គ្រោះមេត្តាករុណានិងផ្ដល់សេចក្តីសង្ឃឹមដល់មនុស្សគ្រប់រូបដើម្បីឲ្យពួកគេបានផុតពីសេចក្តីវិនាសនិងទទួលបានជីវិតដ៏មានន័យការស្ដែងចេញនៃសេចក្តីស្រឡាញ់និងសេចក្តីសុចរិតរបស់ទ្រង់តែងតែដើរទន្ទឹមគ្នានឹងការអំពាវនាវឲ្យពួកជំនុំនិងមនុស្សទូទៅរស់នៅក្នុងសេចក្តីពិតសេចក្តីសុចរិតនិងមានសេចក្តីមេត្តាករុណាចំពោះគ្នាទៅវិញទៅមកសរុបមកព្រះជាប្រភពនៃសេចក្តីស្រឡាញ់ដ៏បរិសុទ្ធនិងសេចក្តីសុចរិតទ្រង់បង្ហាញអត្តសញ្ញាណរបស់ទ្រង់តាមរយៈការអស្ចារ្យនៃសេចក្តីមេត្តាករុណានិងការលះបង់ដើម្បីនាំមនុស្សជាតិឲ្យស្គាល់នៅផ្លូវដ៏ត្រឹមត្រូវចំណុចទី3ព្រះជាអ្នករំដោះនិងជាអ្នកថែរក្សាលើសពីការបង្កើតនិងការបង្ហាញសេចក្តីស្រឡាញ់ព្រះអម្ចាស់ក៏ជាជំរើកនិងជាអ្នកការពារក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សផងដែរយើងមើលនៅក្នុងទំនុកដំកើងចំពុក46ខ1ព្រះទ្រង់ជាទីពឹងជ្រែកក៏ជាកម្លាំងនៃយើងខ្ញុំជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្នខគម្ពីរនេះសម្ដែងថាព្រះជាជំរើកនិងជាកម្លាំងនៃអស់អ្នកដែលស្វែងរកទ្រង់នៅក្នុងពិភពលោកដែលពេញដោយការសាកល្បងនិងការទុក្ខលំបាកទ្រង់ជាទីពឹងផ្អែកយ៉ាងមាំមួនដែលផ្ដល់នូវសន្តិភាពនិងកម្លាំងចិត្តដល់មនុស្សគ្រប់រូបក្នុងពួកជំនុំនិងក្នុងសង្គមដូចគ្នាដែរតួនាទីជាអ្នកថែរក្សានេះត្រូវបានស្ដែងឡើងយ៉ាងច្បាស់តាមរយៈការដឹកនាំនិងការមើលថែទាំដោយការប្រុងប្រយ័ត្នយើងមើលនៅក្នុងទំនុកដំកើងចំពុក23ខ1ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំនឹងមិនខ្វះអ្វីសោះការប្រៀបធៀបព្រះទៅនឹងអ្នកគង្វាលបង្ហាញថាទ្រង់ជាព្រះដែលយកព្រះទ័យទុកដាក់ចំពោះតម្រូវការផ្លូវកាយនិងផ្លូវចិត្តរបស់មនុស្សទ្រង់ដឹកនាំមនុស្សទៅកាន់ទីស្ងប់ស្ងាត់ផ្ដល់នូវការទំនុកបម្រុងនិងផ្លាស់ប្ដូរចិត្តគំនិតឲ្យឆ្ពោះទៅរកការល្អការមើលថែទាំដ៏ស្មោះត្រង់របស់ព្រះអម្ចាស់បញ្ជាក់ថាទ្រង់មិនបានបោះបង់ចោលអ្វីដែលទ្រង់បានបង្កើតនោះឡើយប៉ុន្តែទ្រង់នៅតែបន្តធ្វើការយ៉ាងសកម្មក្នុងប្រវត្តិសាស្ត្រនិងក្នុងជីវិតរបស់មនុស្សម្នាក់ៗសរុបសេចក្តីមកតាមរយៈការសិក្សាពិចារណាលើគ្រប់ចំណុចខាងលើយើងអាចយល់បានយ៉ាងច្បាស់ថាព្រះគឺជាព្រះអធិការដ៏មានអំណាចដែលបានបង្កើតសកលលោកជាប្រភពនៃសេចក្តីស្រឡាញ់និងសេចក្តីសុចរិតដែលបានស្ដែងឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទហើយជាអ្នករំដោះព្រមទាំងជាអ្នកថែរក្សាជីវិតរបស់មនុស្សជាតិទ្រង់ជាអង្គដ៏ខ្ពង់ខ្ពស់ដែលអញ្ជើញមនុស្សគ្រប់រូបឲ្យរស់នៅក្នុងសេចក្តីសង្ឃឹមសេចក្តីថ្លៃថ្នូរនិងការបម្រើគ្នាទៅវិញទៅមកដោយធ្វើការល្អផ្អែកលើការពិចារណាលើបទគម្ពីរទាំងឡាយខាងលើយើងអាចយល់បានថាការស្វែងរកអំពីអត្តសញ្ញាណរបស់ព្រះមិនមែនគ្រាន់តែជាការយល់ដឹងខាងទ្រឹស្ដីប៉ុណ្ណោះទេប៉ុន្តែជាការទទួលស្គាល់នៅព្រះអង្គម្ចាស់ដែលជាប្រភពនៃជីវិតសេចក្តីស្រឡាញ់និងសន្តិភាពពិតប្រាកដដោយហេតុនេះហើយការរៀបរាប់អំពីលក្ខណៈសម្បត្តិរបស់ព្រះជាការអញ្ជើញឲ្យមនុស្សគ្រប់រូបបើកចិត្តចំហអំពីតម្លៃនៃសេចក្តីស្រឡាញ់ការអត់ទោសនិងសេចក្តីសុចរិតដែលជាគ្រឹះស្ថាបនាសន្តិភាពក្នុងចិត្តនិងក្នុងសង្គមដូច្នេះសូមឲ្យយើងទាំងអស់គ្នាបន្តស្វែងរកសេចក្តីពិតនិងរស់នៅក្នុងការប្រកាន់ខ្ជាប់នូវគុណធម៌បង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនតាមរយៈការខិតខំធ្វើការល្អការបង្ហាញសេចក្តីស្រឡាញ់និងការផ្ដល់សេចក្តីសង្ឃឹមដល់គ្នាទៅវិញទៅមកក្នុងជីវិតរស់នៅប្រចាំថ្ងៃអាមែនសូមព្រះប្រទានពរ